កាលពីនៅក្មេងខ្ញុំគឺជាស្ដេចធ្វើមីលំដាប់លេខ1នៅផ្លូវឈុនហ្វុងបន្ទាប់ពីប្រពន្ធខ្ញុំស្លាប់ដោយចៃដន្យឯមកខ្ញុំក៏បិទហាងមីដើរតួជាពុកផងជាម៉ែផងតែម្នាក់ឯងចិញ្ចឹមកូនប្រុសរហូតដល់ធំលោកតាចៅចង់ញ៉ាំមីបានតាចៅចាំតាដួសឲ្យពុកអ្នកណាឲ្យពុកធ្វើមីខ្ញុំស្អប់ខ្លាំងណាស់ក្លិនខ្លាញ់ប្រេងអស់នេះពុកឯងមានចិត្តណាធ្វើឲ្យខ្ញុំចង់ក្អួតមែនទេជាហេវថ្ងៃនេះជាថ្ងៃខួបកំណើតអាយុ50ឆ្នាំរបស់ពុកគ្រាន់តែចង់ញ៉ាំមីមួយចានប៉ុណ្ណោះទីនេះជាផ្ទះរបស់ខ្ញុំមិនមែនហាងមីកញ្ចាស់របស់ពុកឯងទេចង់ស៊ីឆាប់ចេញទៅស៊ីនៅក្រៅទៅកុំយកអាធំក្លិនផ្សែងខ្លាញ់ស្អុយងាប់ចូលមកក្នុងផ្ទះខ្ញុំពិតជាស្អុយចង់ងាប់ហើយកូនប្រុសដែលអញខំចិញ្ចឹមផ្ទាល់ដៃពេលនេះអញសំបីតែសិទ្ធិចូលផ្ទះក៏គ្មានដែរនៅឈោផ្លឹកធ្វើអីទៀតឆាប់ប្រមូលសម្រាមបោះសម្អាតឲ្យលឿនទៅពុកគ្រាន់តែចង់ញ៉ាំមីបន្តិចសោះម្សៅនឹងខ្លាញ់ជ្រូកធ្វើមីនេះអស់20-30 យន់ហើយមែនទេមានលុយប៉ុណ្ណឹងម៉េចមិនទៅទិញអីដែលគ្រប់គ្នាចូលចិត្តញ៉ាំមកគិតតែពីខ្លួនឯងអាត្មានិយមពេកហើយដឹងពុកអាត្មានិយមមួយខែឯងឲ្យលុយពុកចាយតែ50 យន់គត់ពុកសន្សំសំចៃទិញម្សៅនឹងខ្លាញ់ជ្រូកធ្វើមីមួយចានតើវាខុសអីប៉ុន្មានឆ្នាំមកនេះពុកមើលកូនធ្វើការផ្ទះរស់នៅបន្ទប់ដាក់អីវ៉ាន់តែម្នាក់ឯងត្រូវពួកឯងបញ្ជាដូចជាអ្នកបម្រើរស់នៅវេទនាមនុស្សមិនចំមនុស្សខ្មោចមិនចំខ្មោចឥឡូវគ្រាន់តែញ៉ាំមីមួយចានក៏ពួកឯងស្អប់ខ្ពើមដែរពុកនិយាយបែបនេះខ្ញុំមិនចង់ស្ដាប់ទេណាបើគុំតែពួកខ្ញុំទទួលពុកមកនៅទីក្រុងមួយជីវិតពុកឯងត្រឹមតែជាអ្នកស្រែធ្វើមីដ៏ស្អុយម្នាក់ប៉ុណ្ណោះពុកខាងផ្ទះលីឈៀនគេនិយាយហើយបើមិនទិញផ្ទះនៅក្រុងទេគេនឹងលុបចោលពិធីមង្គលការពុកខ្ញុំសុំអង្វរជួយខ្ញុំផងទៅលុយសន្សំមួយជីវិតរបស់ពុកគឺនៅទីនេះទាំងអស់ហើយត្រឹម50 ម៉ឺនមិននឹងគ្រប់ទៅពុកលក់ផ្ទះនៅស្រុកកំណើតចោលទៅថ្ងៃក្រោយនឹងទទួលពុកមកនៅក្រុងធានាថាពុកនឹងរស់នៅស្រណុកសុខស្រួលរហូតដល់ចាស់ឯងនិយាយស្អីខ្ញុំថាពុកឯងជាអាអ្នកស្រែគ្មានចំណេះដឹងបើគ្មានខ្ញុំនឹងឈិនជាជនចិញ្ចឹមទេមិនដឹងជាពុកឯងដាច់ពោះស្លាប់នៅតាមផ្លូវបាត់ទៅហើយកំពុងរើបាយសតាមធុងសម្រាមស៊ីបាត់ហើយនៅមានមុខមកខឹងរោគរឿងពួកខ្ញុំទៀតបានហើយពុកមួយជីវិតនេះពុកមិនដែលធ្វើខូបកំណើតទេខ្វះម្ដងទៀតក៏មិនអីដែរបន្តិចទៀតម៉ាក់របស់លីឈៀនមកហើយពុកឯងឆាប់ចេញទៅក្រៅអាំងខ្យល់សម្រាប់មេរោគបន្តិចទៅបំបត្តិអាធំក្លិនផ្សែងខ្លាញ់លើខ្លួននោះផងកុំឲ្យក្លិនស្អុយប៉ះគេនាំឲ្យខ្ញុំខ្មាស់គេលោកប៉ាមិនក៏មកលឿនម្លេះមកសូមអញ្ជើញចូលក្នុងក្លិនអីក៏ឈ្ងុយម្លេះអូយស្ទើរតែភ្លេចទៅហើយប៉ាខ្ញុំចូលចិត្តញ៉ាំមីជាងគេលោកប៉ាឪពុកក្មេកខ្ញុំចូលចិត្តញ៉ាំមីពុកឆាប់ចុះទៅផ្សារខាងក្រោមទិញម្សៅនិងសាច់ជ្រូកបន្តិចមកត្រឡប់មកវិញធ្វើឲ្យដន្លាប់ញ៉ាំកុំភ្លេចទិញស្រោមដៃមួយគូផងពាក់វាពេលធ្វើមីកុំឲ្យបាក់តេរីលើខ្លួនជ្រុះចូលបាក់តេរីនៅក្នុងភ្នែកពួកឯងអញគ្រាន់តែជាអ្នកបម្រើម្នាក់មែនទេលោកប៉ាខ្ញុំដឹងថាប៉ាចូលចិត្តផឹកស្រានេះខ្ញុំរៀបចំជូនប៉ាជាពិសេសស្រាមើថៃនេះច្បាស់ជាថ្លៃណាស់ហើយ2000 យន់ឲ្យតែប៉ាចូលចិត្តវាពិតជាស័ក្តិសមជឿហៅអាចឲ្យលុយពុក20 យន់បានទេពុកចង់ទិញស្រាបន្តិចបំបត្តិអាការៈឃ្លានពុកចេះយល់ការខ្លះបានទេក្នុងផ្ទះត្រូវបង់លុយឡានលុយផ្ទះថែមទាំងត្រូវចិញ្ចឹមកូនហើយត្រូវឲ្យលុយពុកចាយផ្ដេសផ្ដាស់ទៀតមនុស្សខ្លះមួយថ្ងៃគិតតែពីលាតដៃសុំលុយបង្កើតតែបន្ទុកដល់គ្រួសារនៅឈោភ្លឹកស្អីទៀតចេញទៅទិញម្ហូបទៅពុកឈួតស្អីនឹងអញចង់ញ៉ាំមីប្រពន្ធថែងស្អប់ក្លិនក៏ចាក់មីចោលទៅអញទ្រាំអញអត់ធ្មត់ហើយអញចង់ផឹកស្រាសុំលុយឯង20 យន់ឯងថាគ្រួសារខ្វះលុយអញក៏ទ្រាំទៀតចុះហេតុអីឪពុកក្មេកឯងចង់ញ៉ាំមីញ៉ាំបានចុះអញចង់ញ៉ាំមីមិនបានហេតុអីឪពុកក្មេកឯងអាចផឹកស្រាម៉ៅថៃ2000 យន់អញចង់ផឹកស្រា20 យន់ក៏មិនបានប្រាប់អញមកហេតុអីព្រោះប៉ាខ្ញុំជាមន្ត្រីចូលនិវត្តន៍ប្រាក់សល់ធនមួយខែ5 ទៅ 6,000គាត់អាចជួយទំនុកបម្រុងពួកយើងបានមិនដូចមនុស្សខ្លះដឹងត្រឹមតែចិញ្ចក់ឈាមគ្រួសារនោះទេនេះហើយជាកំហុសដែលកូនប្រសារស្រីចោទប្រកាន់អញជឿហៅគឺជាកូនដែលអញចិញ្ចឹមផ្ទាល់ដៃការហូបចុកនិងការរស់នៅរបស់ពួកឯងក៏អញជាអ្នកបម្រើដែរអ្នកបម្រើមួយខែយ៉ាងហោចណាស់ក៏បានប្រាក់ខែប៉ុន្មានពាន់ដែរតែពួកឯងឲ្យលុយអញចាយត្រឹម50 យន់លោកដន្លាប់កូនស្រីខ្ញុំចិត្តល្អឲ្យលោកស្នាក់នៅលោកនិយាយបែបនេះគឺគ្មានមុនសការពេកហើយពុកឈប់រករឿងបានទេពុកមិនខ្មាស់គេតែខ្ញុំខ្មាស់គេណាស់
ហាហាហាល្អណាស់អញជាមនុស្សគួរឲ្យខ្មាស់អញគ្មានមន្តសការអញនឹងមិននៅទីនេះទៀតទេអញទៅបាននៅពុកអាយុ50ទៅហើយចាក់ចេញពីពួកខ្ញុំតើពុកអាចទៅធ្វើអីបានកុំរឹងរូសពេកគ្រាន់តែបន្ទាបខ្លួននឹងសុំទោសលីឈៀននិងប៉ារបស់នាងទៅខ្ញុំនៅតែអាចឲ្យពុកស្នាក់នៅបន្តទៀតឯងជាមនុស្សទន់ជ្រាយតែអញមិនមែនទេថ្ងៃក្រោយរឿងបញ្ហាគ្រួសារឯងគ្មានពាក់ព័ន្ធអីជាមួយអញទៀតទេទៅឲ្យគាត់ទៅចាំមើលគាត់អាចធ្វើអីបានលោកតាថ្ងៃក្រោយចៅនៅតែអាចញ៉ាំមីលោកតាបានទៀតទេចាំចៅធំឡើងតានឹងនាំចៅទៅញ៉ាំនៅខាងក្រៅចង់ញ៉ាំអីក៏ញ៉ាំនឹងទៅអាយុ50ឆ្នាំអញមិនទាន់ចាស់ទេកាលនោះអញគឺជាស្តេចមីដ៏ល្បីល្បាញជាង10ឆ្នាំឥឡូវក៏នៅតែអស្ចារ្យដូចដើមតាចាស់អាក្រោយពេលត្រូវពួកខ្ញុំដេញចេញពីផ្ទះមកនឹកស្មានមិនដល់ថាមករើសបាយតាមតំបន់អនិច្ចាបែបនេះសោះនេះជាក្លិនអីនឹងក្លិនទឹកស្អុយលាយជាមួយខ្លាញ់ងខ្វក់ស្អុយចង់ឈឺក្បាលហើយជឿហៅនិយាយមិនខុសមែនតាមមុខដូចឯងស័កសមតែរស់នៅកន្លែងបែបនេះហើយឈៀនព្រះឲ្យកន្លែងនេះកំសត់ពេកហើយបន្ទប់អ្នកបម្រើនៅផ្ទះខ្ញុំនៅធំជាងកន្លែងនេះឆ្ងាយណាស់កន្លែងនេះមនុស្សអាចរស់នៅបានមែនកុំបន្លាចខ្ញុំហ่ะនាងឯងគិតអីហ្នឹងពេលគាត់ទៅមកពីស្រែចូលក្រុងដំបងសំបីតែបង្គន់ទឹកក៏មិនចេះប្រើផងជន់ឯផ្ទះខ្ញុំមួយសុទ្ធតែស្នាមភពឥឡូវត្រូវដេញចេញវាសំហើយរត់មកបើកតូបកញ្ចាស់នៅទីនេះមិនចេះខ្មាស់គេខ្លះទេទ្រាំសិនទៅត្រឹមតែរំងាស់ស៊ុបមួយឆ្នាំងនេះចប់ឆ្នាំងមួយនេះគឺជាគេមរតកគ្រូរបស់អញនៅជាមួយអញកន្លះជីវិតហើយខ្ញុំនិយាយជាមួយតាឯងខ្លងមែនកុំប៉ះអញថាកុំប៉ះរបស់នៅក្នុងឆ្នាំងនេះនាងឯងសងមិនរួចទេកខ្វក់ណាស់ប្រេងនៅលើដៃមិនដឹងជាលៀងឬអត់ទេកុំមកធ្វើពុតនៅទីនេះគ្រាន់តែជាឆ្នាំងទឹកស្អុយសោះនឹងឆាប់មើលណែឆាប់មើលមីទឹក2000យ៉នមួយចានហា2000យ៉នលោកតាឯងចង់បានលុយដល់ឈួតហើយមែនទេទុកកញ្ចាស់តាមចិញ្ចើមផ្លូវសំបីតែម៉ាស៊ីនត្រជាក់ក៏គ្មានផងមីទឹកស្ងោររាវមួយចានឯងហ៊ានលក់តម្លៃ2000ឯងគិតថាជាហាងផ្កាយ3 Michelin មែនគេយ៉ាងហោចណាស់ក៏មានបរិយាកាសនិងសេវាកម្មល្អដែរចុះតាពេលឯងមានអីមានតែរុយនឹងតាចាស់ឯងក្រោយពីចាក់ចេញពីផ្ទះពួកយើងហើយក្ររហូតដល់ខួរក្បាលមិនប្រក្រតីហើយមែនរោគសរសៃប្រសាទហើយតាឯងគិតថាដាក់តម្លៃកប់ពុកបែបនេះនឹងមានមនុស្សមកស៊ីមែនទេមនុស្សជាន់ខ្ពស់ដូចពួកយើងញ៉ាំសាច់គោវ័យយំ5-4មួយពេលក៏អស់ត្រឹមប៉ុន្មានពាន់ដែរតែនោះគឺជាគ្រឿងផ្សំសុទ្ធល្អពិតចំណែកមីកញ្ចាស់ដែលពោពេញដោយក្លិនខ្លាញ់ថោកទាបរបស់តាឯងវិញទូថែមលុយឲ្យក៏ខ្ញុំខ្ពើមដែរគ្រាន់តែធំក្លិនក៏ចង់ក្អួតទៅហើយបើខ្ពើមឆាប់ថយចេញទៅទ្វារនៅទីនោះគ្មានអ្នកណាខាត់នាងឯងទេពេលចេញទៅកុំភ្លេចបិទទ្វារផងកុំឲ្យធូលីពីក្រៅហោះចូលទីនេះYes អាឡូឈៀនមានរឿងអីខ្ញុំកំពុងប្រជុំជឿហៅឯងប្រជុំស្អីលោកប្តីមើលឪពុកដ៏ល្អរបស់លោកប្តីទៅត្រូវពួកយើងដេញចេញមិនកែប្រែខ្លួនវាហីទៅចោះបែរជាមកបើកតូបនៅវិថីចាស់បោកប្រាស់គេទៅវិញមីកញ្ចាស់មួយចានគាត់ហ៊ានលក់ដល់ទៅ2000យ៉នគាត់ឈួតហើយមែនទេឈៀនអូនកុំតន់ខឹងអីគាត់ចង់ធ្វើអីក៏ទុកឲ្យគាត់ធ្វើទៅយ៉ាងណាក៏លែងពាក់ព័ន្ធនឹងពួកយើងទៀតដែរអូនឯងកុំខឹងពេកប្រយ័ត្នខូចសុខភាពមិនបានទេគាត់នៅមានឈ្មោះជាឪពុករបស់បងទោះជាមិននៅជាមួយគ្នាក៏ដោយតាមផ្លូវច្បាប់នៅតែជាឪពុករបស់បងប្រសិនបើត្រូវគេចុះផ្សាយបើគេស៊ើបទៅច្បាស់ជាដឹងដល់បងមិនខានថ្ងៃក្រោយតើឲ្យខ្ញុំយកមុខទៅទុកឯណានៅក្រុមហ៊ុនចុះពួកអតិថិជនលំដាប់ខ្ពស់ទាំងនោះនឹងគិតយ៉ាងម៉េចចំពោះខ្ញុំខំត្រដោះស្ទើរងាប់ទម្រាំបានឡើងដល់តំណែងថ្ងៃនេះបងចង់បំផ្លាញខ្ញុំមែនទេពុកឯងនេះហើយនៅពុកឯងមិនអាចនៅឲ្យស្ងៀមបន្តិចទេពុកឯងឆាប់បិទតូបកញ្ចាស់នោះចោលភ្លាមទៅកុំធ្វើឲ្យឈៀនខ្មាស់គេទៀតបានទេចូលនិវត្តន៍ហើយក៏នៅឲ្យស្ងៀមទៅចាំបាច់ចេញមករករឿងស្អីទៀតនេះហើយជាកូនប្រុសដែលអញខំចិញ្ចឹម30ឆ្នាំមកនេះចុងក្រោយបើកមាត់ឡើងគឺកុំឲ្យប្រពន្ធវាខ្មាស់គេ
Chen chư hao anh lên miên pẹ pon ở vậy chỉ mùi phụ anh tiệt hời. Anh bậc hang đòi sầm tập hiệp khuôn anh. Mình ban lui plon bọc pra nẹt na tao khma kê rừng ấy. Và anh kết tha khma kê cho cả sét cắt cao anh trò tử. Anh nâng xin nhẹ ỏi. Hai ấy có phục anh mình chơi yoga anh chân. Chiên ở lời chiประเทศផ្នែកនៅក្រុមហ៊ុនអន្តរជាតិមួយបើគេដឹងថាឪពុកក្មេកនាងលក់មីបោកប្រាស់មួយចាន 2000 យ៉ននៅតាមផ្លូវនោះនាងច្បាស់ជាត្រូវគេសើចចំអកស្លាប់មិនខានពុកឯងមិនអាចឲ្យពួកខ្ញុំរស់នៅស្រួលបន្តិចបានទេអញមិនចង់ស្ដាប់អាមនុស្សទុនជ្រីនេះនិយាយសំបីមួយម៉ាត់ទៀតទេអញខ្លាចថាស្ដាប់ទៅទៀតអញទ្រាំមិនបានគប់ទូរស័ព្ទចោលតាចាស់បោកប្រាស់ចាំមើលទៅថ្ងៃស្អែកខ្ញុំនឹងធ្វើឲ្យគេឈ្មោះតាអញរលាអន្តរធានធ្វើឲ្យតាឯងនៅក្នុងទីក្រុងមួយនេះសូម្បីតែកន្លែងសុំទានក៏គ្មានផងខ្ញុំចង់ដឹងណាស់ថាតាឯងខ្លាំងប៉ុណ្ណាថ្ងៃនេះខ្ញុំសូមប្រកាសនៅទីនេះចុះបើតូបកញ្ចាស់របស់តាឯងអាចលក់មីចេញសូម្បីតែមួយចានខ្ញុំលីឈៀននឹងសរសេរឈ្មោះខ្លួនឯងបញ្ច្រាស់វិញឈៀនអូនដើរយឺតបន្តិចទៅប្រយ័ត្នឆ្លោះជើងបងប្អូនទាំងអស់គ្នាងាកមកមើលទីនេះថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកបកអាក្រាតការពិតឬថាហាងមីកញ្ចាស់ដែលបើកនៅតំបន់អនេថាមួយនេះមីទឹកស្ងោរមួយចានហ៊ានលក់ដល់ទៅ2000យ៉ន2000យ៉នណាបងប្អូនមីមួយចានស្មើនឹងប្រាក់ខែពេញមួយខែទៅហើយថ្ងៃនេះពួកយើងនឹងមកបកអាក្រាតមុខមាត់ពិតរបស់តាចាស់បោកប្រាស់ម្នាក់នេះអ្នកទាំងអស់គ្នាជួយខមមិនពាក្យថាបកអាក្រាតទាំងអស់គ្នាបងប្អូនឲ្យខ្ញុំជាកូនប្រសារស្រីរបស់តាចាស់នេះខ្ញុំពិតជាទ្រាំមើលគាត់ចេញមកបំផ្លាញសង្គមមិនបានទៀតទេនៅផ្ទះគាត់ជាមនុស្សសខ្វក់ខ្លាំងណាស់មួយថ្ងៃគិតតែពីរើបន្លែសាច់ស្អុយមកកោពេញផ្ទះបាយធ្វើឲ្យរុយហើពេញផ្ទះឥឡូវហ៊ានចេញមកបើកតូបបោកប្រាស់គេទៀតបោកយកលុយញើសឈាមរបស់ប្រជាជនមួយចាន2000យ៉នគាត់គ្មានមន្តសការទេខ្ញុំដេញគាត់ចេញពីផ្ទះក៏ព្រោះតែទ្រាំនឹងអត្តចរិតរបស់គាត់លែងបានតែមិននឹកស្មានថាគាត់រឹតតែបានចិត្តចេញមកបោកប្រាស់មនុស្សពេញសង្គមបែបនេះសោះអ្នកទាំងអស់គ្នាជួយខមមិនពាក្យបកអាក្រាតមកតិចខាតមិនអាចឲ្យតាចាស់ចិត្តខ្មៅម្នាក់នេះបន្តធ្វើបាបប្រជាជនទៀតទេតាចាស់គឺលោកនេះហើយដែលលក់មីមួយចាន2000យ៉ននោះមើលទៅមុខមាត់ក៏សំរុំដែរតែហេតុអីចិត្តខ្មៅយ៉ាងនេះតាឯងគិតថាលុយប្រជាជនងាយបោកណាស់មែនទេកុំថតអញបើចង់ញ៉ាំមីក៏កំងទៅបើមិនញ៉ាំទេចេញទៅទ្វារនៅទីនោះអូយកាច់គួសំតើអញមិនបាននិយាយតបទៀតទេនេះគឺជាជំនាញសម្ងាត់ដែលបាត់បង់យូរមកហើយនៅក្នុងពិធីជប់លៀងថ្នាក់ជាតិការរំងាស់ស៊ុបពិសេសអស្ចារ្យត្រឹមប៉ុណ្ណឹងសោះនឹងបងប្អូនមើលឲ្យច្បាស់ទៅសូម្បីសាច់មួយដុំឬសន្លឹកបន្លែមួយសន្លឹកក៏គ្មានដែរគ្រាន់តែជាមីស្ងោរទឹកធម្មតាមួយចានសោះគាត់ហ៊ានលក់ដល់ទៅ2000យ៉នបើមិនមែនប្លន់ទេតើហៅថាស្អីទៅមីគោកលក់តាមផ្លូវតម្លៃ3យ៉ននៅមានគ្រឿងច្រើនជាងនេះផងថ្ងៃនេះតាឯងត្រូវតែសុំទោសនៅចំពោះមុខអ្នកលេងអ៊ីនធឺណិតទាំងអស់លើកជង្គង់សុំទោសខ្ញុំភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងធ្វើឲ្យតូបរបស់តាឯងបិទទ្វារនៅថ្ងៃនេះតែម្ដងនាងឯងហ៊ានជន់ឈ្លីការខិតខំ50ឆ្នាំរបស់អញមែនទេហាតាចាស់ឃើញហើយនៅនេះហើយជាលទ្ធផលនៃការអួតក្អេងក្អាងរបស់តាឯងល្បិចថោកទាបរបស់តាឯងទាំងនោះវាគ្មានតម្លៃសំបីមួយរៀលនៅចំពោះមុខអំណាចនៃបណ្ដាញសង្គមតាឯងគិតថាខ្លួនឯងជាអ្នកណាគ្រាន់តែជាចុងភៅចាស់ដែលធ្វើម្ហូបរាប់សិបឆ្នាំប៉ុណ្ណោះត្រឹមធ្វើម្ហូបអ្នកណាក៏ចេះធ្វើដែរអញត្រូវគេជន់ឈ្លីនៅក្រោមបាតជើងដូចជាគំនរសម្រាមមួយគំនរអញ្ចឹងយ៉ាងណាក៏វាជាកូនបង្កើតរបស់អញដែរវាមិនអាចឈោមើលឪពុកខ្លួនឯងត្រូវគេធ្វើបាបដោយមិនអើពើឡើយពុកតាពុករោគរឿងដល់ពេលណាទៀតមនុស្ស500000នាក់កំពុងមើលមុខមាត់ខ្ញុំត្រូវពុកឯងបំផ្លាញខ្ទេចអស់ហើយតើតែបំផ្លាញអនាគតខ្ញុំទៅពុកឯងអស់ចិត្តមែនទេពុកឯងច្រណែនឃើញខ្ញុំរស់នៅសុខស្រួលមែនទេកាលនៅក្មេងវាគ្រុនក្តៅខ្លាំងអញលីវាដា10យោជទៅកាន់មណ្ឌលសុខភាពក្នុងទីប្រជុំជនថ្ងៃនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងថ្ងៃដែលវាប្រឡងជាប់សាកលវិទ្យាល័យអញប៉ាវអ្នកភូមិទាំងមូលញ៉ាំអាហារអញគិតថាកូនប្រុសអញថ្ងៃមុខច្បាស់ជាមានអនាគតល្អឈិនជឿហៅមីនោះគឺនាងជាអ្នកចាក់ចោលអញសំបីតែសួរមួយម៉ាត់ក៏មិនសួរក៏ចោទថាជាកំហុសរបស់អញទៅហើយ
ពុកលក់មួយចាន2000យួនបើមិនមែនបោកប្រាស់តើហៅថាស្អី នេះមិនច្បាស់ជាបោកគេសុទ្ធសាធទេ ឆាប់សុំទោសឈាននឹងអ្នកលេងអ៊ីនធឺណិតទៅ ឥឡូវនេះភ្លាមទៅ បន្ទាប់មកនៅចំពោះមុខកាមេរ៉ានេះកុំតិចតូបនេះចោលទៅ អូនសម្លាញ់បងធ្វើតាមអ្វីដែលអូនប្រាប់ហើយអូនមើលចុះបងដាច់ខាតណាស់អូនជួយពន្យល់ប្រធានអូនផងថារឿងតាចាស់នេះគ្មានពាក់ព័ន្ធអីជាមួយបងទេល្អទេគឺគាត់ជាអ្នកធ្វើរឿងផ្ដេសផ្ដាសខ្លួនឯងទេបងនឹងគាត់ឈប់តាក់ទងគ្នាយូរហើយ ចាំមើលការសម្ដែងរបស់បងសិនចុះតាចាស់តារស់នៅឯក៏គ្មានអ្នករាប់រកមានរសជាតិឆ្ងាញ់ទេ មិនអីទេវាប្រសើរជាងការស៊ីបន្លែឆៅឆ្ងាយណាស់ហេតុការណ៍ក្នុងការផ្សាយផ្ទាល់បានរីករាលដាលយ៉ាងលឿនមិនដល់កន្លះថ្ងៃផងទូកមីតូចរបស់អញបានក្លាយជាហាងបោកប្រាស់ដែលត្រូវគេជិះប្រតិចពេញអ៊ីនធឺណិតថែមទាំងមានអ្នកខ្លះប្រកាសថានឹងមកកំទេចតូបរបស់អញទៀតផងធ្វើឲ្យផ្លូវចាស់យើងខ្មាស់គេអស់ហើយអញមិនបានបិទទ្វារទេអញយកក្រណាត់ជូតទៅចាស់មួយពីក្នុងតូបរួចកាយរកឃើញទឹកថ្នាំជូតថ្នាំពណ៌កន្លះដបពីក្នុងបន្ទប់ដាក់អីវ៉ាន់អង្គុយចងហោងនៅមាត់ទ្វារជូតសម្អាតថ្នាំពណ៌ខ្មៅនៅលើទ្វារបន្តិចម្ដងយូរម្ដងមានអ្នកថ្មើរជើងដើរកាត់ឃើញអញអង្គុយនៅទីនោះគេក៏ប្រញាប់ដើរឲ្យលឿនជាងមុនព្រោះខ្លាចឆ្លងភាពសេរបស់អញស៊ុបរងាស់មួយឆ្នាំងនេះគឺជាខ្សែបន្ទាត់ចុងក្រោយរបស់អញហើយក៏ជាញើសឈាមចុងក្រោយរបស់អញដែរសៀវប៉ាវហេតុអីចៅរត់ចេញមកតែម្នាក់ឯងអញ្ចឹងអ្នកណាជូនចៅមកម៉ាក់ចៅដឹងឬអត់ លោកតាចៅឃ្លៀងម៉ាក់ឲ្យចៅស៊ីតែស្លឹកបន្លែពណ៌បៃដងរាល់ថ្ងៃនិងសាច់គោមានឈាមរហូតខំមួយម៉ាត់ហូរទឹកឈាមមកតែម្ដងលោកតាចៅឃ្លៀងណាស់ចៅចង់ញ៉ាំមីដែលលោកតាធ្វើណាស់ បេះដូងរបស់អញឈឺចាប់ដូចត្រូវកំបិតចាក់ការឈឺចាប់នោះវាចាក់ដល់ជ្រៅដល់ឆ្អឹងញ៉ាំយឺតប្រយ័ត្នក្តៅផ្លុំសិនចាំញ៉ាំប្រយ័ត្ននៅលាអណ្ដាតសៀវប៉ាវម៉ាក់ឲ្យកូនញ៉ាំសុទ្ធតែបន្លែស្រីរៀងនាំចូលតាមយន្តហោះកូនគិតថាម៉ាក់ធ្វើបាបកូនមែនទេទើបរត់មកញ៉ាំមីប្រេងញឹកខ្វក់បែបនេះតើកូនដឹងទេថាមីមួយចាននេះមានបាក់តេរីប៉ុន្មានតើកូនដឹងទេថាក្នុងឆ្នាំងនេះសុទ្ធតែជារបស់ស្អីខ្លះខ្ញុំចំណាយលុយច្រើនសន្ធឹកឲ្យវាចុះឈ្មោះរៀនជិះសេះរៀនវីកូនគោលថ្លៃសាលាមួយឆ្នាំរាប់ម៉ឺនយួនឲ្យញ៉ាំសុទ្ធតែបន្លែស្រីរៀងនាំចូលតាមយន្តហោះបន្លែមួយដើមតម្លៃ50យួនចំណែកតែឯងវិញលួចឲ្យសៀវប៉ាវញ៉ាំមីខ្វក់បែបនេះទ្រព្យសម្បត្តិលុយកក់ផ្ទះដែលពួកឯងរស់នៅគឺជាលុយរបស់អញឡានដែលពួកឯងជិះអញយកប្រាក់សោធនរបស់អញទៅទិញរោគដែលនាងឯងកំពុងពាក់គឺជាហៅកាត់លុយធនាគាររបស់អញទិញឲ្យឥឡូវនេះតើអញចង់និយាយបែបនេះចុះយ៉ាងម៉េចទៅប្លង់ផ្ទះមានឈ្មោះជឿហៅជាម្ចាស់ឡានក៏មានឈ្មោះជឿហៅដែរតើឯងជាអ្នកចេញលុយមានភស្តុតាងទេមានកិច្ចសន្យាខ្ចីប្រាក់ទេឥឡូវនេះតើឯងគ្រាន់តែជាអ្នកក៏គ្មានសល់អ្វីទាំងអស់ថៅកែវាងខ្ញុំហៅមនុស្សមកជួបហើយលោកចាត់ការទៅចុះបងប្រុសឈិនសុំទោសផងទុកបងបង្កបញ្ហាធំពេកហើយល្បីសុសសាយពេញអ៊ីនធឺណិតអស់ហើយរាល់ថ្ងៃមានគេមកជិះថ្នាំពណ៌រហូតប៉ះពាល់ដល់ការរកស៊ីទាំងមូលនៅលើផ្លូវខ្ញុំអំបញ្ញមិញខ្ញុំថែមទាំងទទួលទូរស័ព្ទគេសួរថាទីនេះមានបើកតូបបោកប្រាស់មែនទេកញ្ញាលីសុកចិត្តចេញលុយពីណីគុណនឹង3ដើម្បីជួលតូបនេះធ្វើជាឃ្លាំងឡើង3ដងណាបងប្រុសឈិនខ្ញុំសុំទោសហើយខ្ញុំក៏ត្រូវចិញ្ចឹមគ្រួសារដែរថ្ងៃនេះបងរើចេញទៅចុះថៅកែវាងយើងបានស៊ីញេកិច្ចសន្យា3ឆ្នាំណាមានលិខិតជាលិលាក់អក្សរច្បាស់លាស់លោកគ្មានសិទ្ធិរំលាយកិច្ចសន្យាឯកតោភាគីទេខ្ញុំនឹងសងប្រាក់ពីនៃបងទ្វេដងយកលុយនេះហើយប្រញាប់ចេញទៅខ្ញុំចង់ឲ្យតាឯងនៅក្នុងទីក្រុងមួយនេះសូម្បីតែកន្លែងសុំទានក៏គ្មានដែរអញខាំថ្មិញឈរនៅស្ងៀមមួយកន្លែងសម្លឹងមើលលីឈៀននាំសៀវប៉ាវចូលក្នុងឡានភស្តុភារផ្កាឈូករួចបើកចេញទៅបាត់ចង់ទោជាមួយអញមែនទេចាំមើលទៅចុះតាឈិននេះកំពុងរំងាស់ស្អីនឹង
ឈ្មោះយ៉ាងនេះ តាចាស់ដ៏ម៉ោងហើយរៀបចំអីវ៉ាន់ហើយឬនៅប្រញាប់ចេញទៅភ្លាមកុំរារាំងជាងជួសជុលរបស់ខ្ញុំមិនឲ្យចូលម៉ោង 9 គេមកដល់ហើយកុំចង់ក្រាញនាមិនព្រមចេញឲ្យសោះ ទុកនេះអញបានបង់ថ្លៃឈ្នួល1 ឆ្នាំរួចហើយកិច្ចសន្យាមិនទាន់ផុតកំណត់ទេអ្នកណាក៏គុំសង្ឃឹមថានឹងអាចដេញអញចេញបានដែរទោះបីនាងអញហៅព្រះឥន្ទ្រមកក៏គ្មានប្រយោជន៍ដែរ ក្រវត្តរបស់ទាំងអស់នេះចោលទៅតាមផ្លូវឲ្យខ្ញុំ ឈប់ដៃភ្លាមសំលេងអ្នកណាគេនឹង នេះជាឡានរបស់ក្រុមហ៊ុនលីនគ្រប់តានេះជាឡានផ្ទាល់ខ្លួនរបស់ប្រធានលីនណាខ្ញុំធ្លាប់ឃើញនៅលើទស្សនាវដ្តីជំរាបសួរលោកប្រធានជំរាបសួរចាសខ្ញុំគឺលីឈៀនមកពីក្រុមហ៊ុនសំណង់ហុងរិនចាសក្រុមហ៊ុនយើងខ្ញុំកំពុងតែព្យាយាមដេញថ្លៃគម្រោងផ្គត់ផ្គង់អាហារតម្លៃ 1000 លានរបស់ក្រុមហ៊ុនលោកប្រធានចាសខែមុនខ្ញុំថែមទាំងបានដាក់សំណើជូនការិយាល័យលោកប្រធានទៀតផងថយចេញឲ្យឆ្ងាយមិនអីទេលោកប្រធានលីននៅទីនេះមិនអាចខឹងផ្ដេសផ្ដាសទេ ក្លិននេះគឺនេះរុញខ្ញុំចូលទៅខាងក្នុង ឆាប់ឡើងរុញខ្ញុំចូលទៅ ក្លិនមួយនេះក្លិនឈ្ងុយបែបនេះស៊ុបរំងាស់ពិសេសអស្ចារ្យគឺស៊ុបរំងាស់ពិសេសអស្ចារ្យគឺជារសជាតិមួយនេះហើយមុនពេលម៉ាក់ខ្ញុំស្លាប់គាត់បានញ៉ាំមីមួយចាននេះគឺជារសជាតិមួយនេះហើយលោកចុងភៅឆាន់គឺលោកមែនឬចុងភៅឆាន់កាលពី20ឆ្នាំមុននោះលោកនៅរស់ទេតើនឹកស្មានមិនដល់ថាលោកនៅមានជីវិតសោះលោកលីន20ឆ្នាំហើយមិនដែលជួបគ្នាលោកស្គមជាងមុនច្រើនណាស់ឆាប់ធ្វើមីមួយចានឲ្យខ្ញុំមកខ្ញុំឃ្លានហើយព្រះឲ្យទីបំផុតខ្ញុំមានអារម្មណ៍ថាឃ្លានហើយកន្លះឆ្នាំមកនេះខ្ញុំញ៉ាំអីក៏ក្អួតសំបីតែផឹកទឹកក៏ចង់ក្អួតដែរប៉ុន្តែពេលនេះខ្ញុំបែរជាមានអារម្មណ៍ថាឃ្លានទៅវិញ លោកប្រធានលោកកុំចាញ់បោកតាចាស់បោកប្រាស់នេះឲ្យសោះគាត់គ្រាន់តែជាមនុស្សក្រីក្រសំបីតែប្រាក់ចូលនិវត្តន៍ក៏គ្មានផងមួយខែ 2800 យ៉នសំបីតែលុយថែទាំឡានរបស់លោកក៏មិនគ្រប់ផងតើអាចធ្វើមីឲ្យលោកប្រធានពេញចិត្តយ៉ាងម៉េចទៅនៅក្នុងឆ្នាំងនេះសុទ្ធតែរងាស់ខ្លាញ់កខ្វក់និងបន្លែស្អុយគឺខ្ញុំបានឃើញផ្ទាល់នឹងភ្នែកគាត់ទៅផ្សាររាល់ថ្ងៃដើម្បីរើសបន្លែស្អុយដែលគេបោះចោលយកមកផ្ទះដើម្បីចម្អិនទឹកស្អុយមួយឆ្នាំងសោះហ៊ានយកមកបោកប្រាស់គេមីមួយចានលក់តម្លៃ 2000 យ៉នបើគាត់មិនមែនជាអ្នកបោកប្រាស់តើជាស្អីវិញលោកប្រធានខ្ញុំជាកូនប្រសារស្រីរបស់គាត់ខ្ញុំដឹងច្បាស់ពីប្រវត្តិរបស់គាត់ណាស់មួយជីវិតគាត់គឺត្រឹមតែជាអ្នកឆាំហូបប៉ុណ្ណោះប្រសិនបើលោកញ៉ាំរបស់គាត់ច្បាស់ជាពលអាហារមិនខានខ្ញុំមិនអាចឈរមើលលោកត្រូវគាត់ធ្វើបាបបានទេរឿងនេះមិនអាចទៅរួចទេនេះជារឿងដែលមិនអាចទៅរួចដាច់ខាតលោកប្រធានលីនលោកច្បាស់ជាមានការវង្វេងស្មារតីហើយតើគាត់បានដាក់ថ្នាំអីឲ្យលោកមែនទេគាត់ត្រឹមតែជាមនុស្សដែលចេះធ្វើតែម្ហូបចិនតាមបែបស្រុកស្រែប៉ុណ្ណោះនាងមនុស្សល្ងងខ្លៅរឿងមួយនេះខ្ញុំបានលាក់ទុកក្នុងចិត្ត20ឆ្នាំមកហើយថ្ងៃនេះទីបំផុតអាចនិយាយបានហើយចុងភៅឆិនអ៊ីមៀនដែលកំពុងឈរនៅចំពោះមុខអ្នកទាំងអស់គ្នាមិនមែនជាតាចាស់បោកប្រាស់អីនោះទេប៉ុន្តែគឺជាអតីតចុងភៅប្រចាំពិធីជប់លៀងថ្នាក់ជាតិជាកម្ពុជាអ្នកជំនាញសិល្បៈធ្វើម្ហូបចិនពិតប្រាកដកាលពី20ឆ្នាំមុនពេលម្ដាយខ្ញុំជិតផុតដង្ហើមគាត់ញ៉ាំអ្វីក៏មិនចូលទាំងអស់គឺលោកចុងភៅឆិនអ៊ីមៀនដែលបានចំណាយពេល3ថ្ងៃ3យប់ធ្វើឲ្យម្ដាយខ្ញុំអាចញ៉ាំអាហារចំអែតក្រពះមួយពេលចុងក្រោយក្នុងជីវិតហើយលាចាកលោកទៅដោយស្ងប់សុខលោកចុងភៅឆិនអ៊ីមៀនគឺជាអ្នកមានគុណរបស់គ្រួសារលីនជាអ្នកមានគុណដ៏ធំធេងលោកប្រធានលីនមីទាំងអស់នៅក្នុងហាងលោកខ្ញុំលីនធានឈឹងមកទាំងអស់អ្នកណាហ៊ានប៉ះពាល់ហាងរបស់លោកសូម្បីតែមួយចុងម្រាមដៃគឺស្មើនឹងតូចជាមួយក្រុមហ៊ុនលីនគ្រប់របស់ខ្ញុំអញ្ចឹង
ខ្ញុំលីនធានឈឹងនិយាយពាក្យណាម៉ាត់នឹងទោះបីជាគេជាអ្នកណាក៏ដោយខ្ញុំនឹងធ្វើឲ្យគេគ្មានកន្លែងឈរជើងក្នុងទីក្រុងមួយនេះឡើយ ចុងភៅថ្នាក់ជាតិមិនអាចទៅរួចទេម្ហូបដែលពួកយើងស៊ីសល់ក៏គាត់ដណ្ដើមស៊ីដែរនៅផ្ទះសំបីតែផ្ទះបាយក៏មិនអនុញ្ញាតឲ្យគាត់ប្រើផងគាត់អាចជាចុងភៅថ្នាក់ជាតិយ៉ាងម៉េចទៅមិនអាចទៅរួចទេហាហាហាអំបាញ់មិញគាត់និយាយថាអីចុងភៅថ្នាក់ជាតិ បងប្អូនឲ្យសាច់រឿងប្រែក្រឡាហើយ តាមពិតលោកចុងភៅឈិនជាចុងភៅថ្នាក់ជាតិសោះបងប្អូនម្សិលមិញខ្ញុំពិតជាខ្វាក់ភ្នែកមែនខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំថៃសាន វារបស់លោកចុងភៅឈិនតម្លៃ 2000 យន់គឺពិតជាថោកដូចឲ្យទេអញ្ចឹង នេះជាចុងភៅថ្នាក់ជាតិណា 20,000 ឬ 20,000 ក៏មានគេដណ្ដើមគ្នាញ៉ាំដែរ ខ្ញុំឲ្យ 50,000 លក់មីមួយចាននេះឲ្យខ្ញុំរឿងបណ្ដាញសង្គមនេះត្រឡប់មុខលឿនជាងត្រឡប់សៀវភៅទៅទៀតខ្ញុំសម្លឹងមើលលីឈៀនដែលកំពុងអង្គុយទន់ជង្គង់នៅលើដីដោយក្រសែភ្នែកត្រជាក់ពេលនេះនាំមនុស្សរបស់នាងចេញពីហាងអញឲ្យឆាប់កុំឲ្យខ្វក់កន្លែងអញទឹកមីនៅលើដីមិនទាន់ស្ងួតទេនាងឯងកុំធ្វើឲ្យប្រឡាក់កន្លែងអញទៀតសកម្មភាពរបស់លីនធីនឈឹងលើកនេះបានរុញច្រានខ្ញុំនឹងហាងមួយនេះឲ្យឡើងដល់កំពូលជារៀងរាល់ព្រឹកមិនទាន់ភ្លឺស្រួលបួលផងមានគេតម្រង់ជួរយ៉ាងវែងនៅមុខទ្វារទៅហើយជួរមនុស្សអូសបន្លាយពីក្រោមដាំអាកាសជារហូតដល់កែងផ្លូវមីទឹកតម្លៃ 2000 យន់មួយចានត្រូវពួកឈ្មួញកណ្ដាលបញ្ចុះបញ្ចូលលក់ឡើងថ្លៃដល់ 20,000 យន់ 50,000 យន់ថែមទាំងមានអ្នកហ៊ានឲ្យដល់ 10,000 យន់ទៀតផងតែនៅតែពិបាករកទិញដដែលលក់អស់គឺអស់ហើយទោះបីជាអ្នកឲ្យលុយច្រើនប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរលក់30ចានអស់គឺបិទទ្វារចំណែកឆ្នាំងដែលស្ទើរតែត្រូវញួរវាបំបែកនោះគឺនៅចង្ក្រានបាយដដែលកំពុងរងាស់ស៊ុបពុះខ្ជិលដោយភ្លើងតិចមិនដែលឈប់សម្រាកទាំងយប់ទាំងថ្ងៃឡើយលីឈៀនឲ្យមើលមិនដឹងសោះថានាងលាក់បាំងចិត្តយ៉ាងនេះឪពុកក្មេកនាងតាមពិតគឺជាអ្នកមានគុណជួយជីវិតលោកប្រធានលីននៃក្រុមហ៊ុនលីនគ្រប់សោះខ្សែរយៈបែបនេះមិនក៏នាងមិនប្រាប់តាំងពីដំបូងមកលាក់បាំងធ្វើអីធ្វើបែបនេះគឺមើលស្រាលគ្នាពេកហើយនាងមានខ្សែរយៈបែបនេះហើយថ្ងៃក្រោយពួកយើងត្រូវតែសហការគ្នាហើយថៅកែវាងលោកសរសើរហួសពេកហើយនោះសុទ្ធតែជាមនោសញ្ចេតនារបស់ចាស់ទុំក្មេងជំនាន់ក្រោយដូចពួកយើងមិនសូវងាយស្រួលនិយាយច្រើនទេលោកអើយនេះគឺជារឿងល្អដ៏ធំធេងណាស់លីឈៀនចាប់ពីថ្ងៃនេះទៅនាងគឺជាប្រធានផ្នែកគម្រោងរបស់ក្រុមហ៊ុនយើងហើយប្រាក់ខែ1 លានយន់ក្នុងមួយឆ្នាំព្រមទាំងផ្ដល់ឡានផូស៊ីជីផ្ទាល់ខ្លួនទៀតឲ្យតែនាងដណ្ដើមយកគម្រោងមួយនេះបានចុងឆ្នាំខ្ញុំនឹងចែកភាគលាភ5ឲ្យនាងបន្ថែមទៀតប្រាក់ខែ1 លានក្នុងមួយឆ្នាំប្រាក់ខែ1 លានយន់ក្នុងមួយឆ្នាំនៅមានឡានផូស៊ីទៀតនេះគឺជាឱកាសតែមួយគត់ក្នុងមួយជីវិតនេះរបស់ខ្ញុំហើយថៅកែវាងលោកកុំបារម្ភអីឪពុកក្មេកខ្ញុំគាត់ស្រឡាញ់ប្តីខ្ញុំនិងចៅគាត់ជាងគេឲ្យតែខ្ញុំបើកមាត់សុំគាត់ដាច់ខាតមិនហ៊ានបដិសេធទេយប់នេះខ្ញុំនឹងទេទៅជឿហៅឲ្យគាត់ទៅនិយាយប្រាប់តាចាស់នោះស្ដាប់តែសម្ដីកូនប្រុសគាត់ទេលោកប៉ាកំពុងរវល់មែនទេលោកប៉ារឿងពីមុនពួកយើងចាត់ទុកថាឲ្យវាហួសទៅចោះខ្ញុំដឹងថាប៉ាកំពុងខឹងក្នុងចិត្តនេះជារឿងធម្មតាទេប៉ុន្តែយ៉ាងណាក៏ពួកយើងនៅតែជាគ្រួសារតែមួយដែរមែនទេជឿហៅនឹកលោកប៉ារាល់ថ្ងៃសៀវប៉ាវក៏យំទាមទាររកលោកតារាល់ថ្ងៃដែរពេលនេះខ្ញុំគឺជាប្រធានផ្នែកគម្រោងដែលមានប្រាក់ខែ1 លានយន់ក្នុងមួយឆ្នាំណាជួយនិយាយជាមួយលោកប្រធានលីនឲ្យខ្ញុំបន្តិចទៅដើម្បីប្រគល់គម្រោង 1000 លាននោះមកឲ្យក្រុមហ៊ុនខ្ញុំមកខ្ញុំនឹងសម្រេចចិត្តអនុញ្ញាតឲ្យប៉ារើមនៅផ្ទះយើងវិញថ្នាក់រៀនជិះសេះរបស់សៀវប៉ាវនោះខ្ញុំក៏អាចឲ្យប៉ាទៅទទួលបញ្ជូនគេបានដែរយ៉ាងម៉េចដែរការយោគយល់ដែលខ្ញុំផ្ដល់ឲ្យនេះគឺច្រើនណាស់ហើយមែនទេប៉ាឯងកុំមិនស្គាល់ល្អអាក្រក់ឲ្យសោះនិយាយចប់នៅនិយាយចប់ហើយក៏ចេញទៅហាងអញវាតូចណាស់មិនអាចដាក់ព្រះដ៏ធំដូចជានាងឯងបានទេឡានផូសនៅមុខទ្វារនោះក៏កុំចតយូរពេកផ្លូវចាស់វាតូចចង្អៀតបាំងផ្លូវកង់3គេជិះឆ្លងកាត់តាឯងពិតជាគិតថាលោកប្រធានលីនគ្រាន់តែញ៉ាំមីដាក់ឯងប៉ុន្មានចានសោះតាឯងអាចហក់ឡើងជាន់ខ្ពស់អស្ចារ្យជាងគេទៅហើយមែនទេអនុញ្ញាតឲ្យតាឯងជួយសម្របសម្រួលគម្រោងឲ្យខ្ញុំគឺដើម្បីនាំគ្រួសារទាំងមូលឲ្យឡើងខ្ពស់ជាងមុនជារឿងល្អដែលចំណេញទាំងសងខាងតែតាឯងបែរជារឹងក្បាលមិនស្ដាប់ហេតុផលក្រាញ់នាលតែនៅតូបមីកញ្ចាស់នេះបំផ្លាញឱកាសល្អចោលអស់ជឿទេថាខ្ញុំនិយាយតែមួយម៉ាត់អាចធ្វើឲ្យជឿហៅកាត់ផ្ដាច់មនោសញ្ចេតនាជាមួយតាឯងបានធ្វើឲ្យសៀវប៉ាវស្អប់តាឯងនៅថ្ងៃមុខបំផ្លាញធនធានអប់រំដ៏ល្អរបស់ក្មេងដោយផ្ទាល់ដៃបំផ្លាញថ្ងៃអនាគតដ៏ល្អរបស់គ្រួសារយើងដល់ពេលនោះតាឯងនៅតែកាន់កាប់ហាងមីកញ្ចាស់នេះស្ដាយក្រោយក៏មិនទាន់ដែរលីឈៀនាងស្ដាប់ឲ្យច្បាស់អញមិនត្រឹមតែមិនជួយនាងឲ្យដើរផ្លូវកាត់នេះទេតែអញនឹងប្រាប់លីនធីនឈឹងត្រង់តែម្ដង
ថាអញតែងតែរក្សាគោលជំហរការងាររបស់អញមិនពាក់ព័ន្ធនឹងខ្សែរយៈរោគប្រយោជន៍ទេនាងសម្លឹងមើលតែគម្រោងប្រាក់ខែខ្ពស់និងសង្គមជាន់ខ្ពស់ប៉ុន្តែនាងបានភ្លេចថាធ្វើការដោយស្មោះត្រង់ធ្វើខ្លួនជាមនុស្សល្អតាមតួនាទីទើបជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់គ្រួសារមួយតែឯងហ៊ានផ្ដាច់ផ្លូវខ្ញុំមែនទេជឿហៅនឹងមិនលើកលែងឲ្យតែឯងទេខ្ញុំនឹងហៅគាត់មកឥឡូវនេះឲ្យគាត់មើលឲ្យច្បាស់ថាឪពុកបង្កើតរបស់គាត់បានបំផ្លាញអនាគតគ្រួសារទាំងមូលយ៉ាងម៉េចខ្លះលោកឈិនគុំប្រសាស្រីលោកនេះពិតជាបើមនុស្សក្រគុំនិតហើយគេនឹងចាត់ទុកមនុស្សជាទីស្រឡាញ់បំផុតរបស់ខ្លួនជាឧបករណ៍មិនខានចាត់ទុកជីវិតដ៏ស្ងប់សុខបំផុតជាទ្រង់ឃុំឃាំងចាត់ទុកភាពសាមញ្ញដ៏មានតម្លៃបំផុតជាភាពអាម៉ាស់មនុស្សបែបនេះទោះឲ្យភ្នំមាសមួយទៅគេក៏នៅតែមានអារម្មណ៍ថាក្រីក្រដដែលទោះឲ្យគេឈរនៅលើពុកគេក៏នៅតែមានអារម្មណ៍ថាទាបជាងគេជានិច្ចលោកបងលីនខ្ញុំនិយាយត្រង់ចុះកន្លះជីវិតនេះខ្ញុំរក្សាជំហរជាចុងភៅមិនចង់ពាក់ព័ន្ធនឹងខ្សែរយៈរោគប្រយោជន៍ទេមីគឺមីមនោសញ្ចេតនាគឺមនោសញ្ចេតនាខ្ញុំនឹងមិនសាងសង់ស្ពានមួយនេះទេហាដាំឡើយពួកយើងមាននិស្ស័យត្រឹមមីមួយចានប៉ុណ្ណោះមិនចាំបាច់មានអ្វីលីឡំច្រើនឡើយគ្រាន់តែជានិស្ស័យលើមីមួយចានល្អណាស់សពថ្ងៃមនុស្សដែលគិតបានយល់ច្បាស់ដូចលោកគឺមានតិចណាស់ថ្ងៃសៅរ៍សប្តាហ៍ក្រោយខ្ញុំនឹងមកញ៉ាំមីទៀតនៅតាមច្បាប់ចាស់ដដែលមីទឹកមួយចានថែមស្លឹកខ្ទឹមមួយក្តាប់មកពុកខ្ញុំសុំអង្វរពុកហើយសូមពុកជួយឈានផងទៅជួយគ្រួសារយើងផងទៅឲ្យតែគម្រោងមួយនេះបានជោគជ័យខ្ញុំនឹងបានឡើងតំណែងជាអនុប្រធានហើយពុកសុំអង្វរពុកដើម្បីក្មេងយល់ព្រមតែម្ដងនេះទៅជាហេវឆ្នាំនេះឯងអាយុ31ឆ្នាំហើយអាយុ30ត្រូវចេះរឹងមាំភាពរឹងមាំមិនមែនសំដៅលើផ្ទះឬឡានទេតែរឹងមាំលើសេចក្តីថ្លៃថ្នូរជាមនុស្សកាលពីមុនឯងធ្លាប់ប្រាប់ពុកថាពុកចាំពេលខ្ញុំធំឡើងខ្ញុំនឹងជួយប៉ាមើលថែហាងមីមួយនេះក្រោយមកពេលឯងធំឡើងឯងក៏ចាប់ផ្ដើមស្អប់ហាងមីថាខ្វក់ស្អប់ផ្លូវចាស់នេះថាក៏ស្អប់ថ្ងៃសាមញ្ញថាគ្មានអនាគតពុកមិនបន្ទោសឯងទេក្មេងតែងតែចង់ទៅស៊ូប៉ុន្តែស៊ូក៏ដោយចោះមិនអាចបោះបង់ចោលឫសគល់របស់ខ្លួនឯងបានទេឯងស៊ូខ្លួនឯងមើលរបស់ដែលឯងចង់បាននៅពេលនេះជាអ្វីដែលឯងពិតជាចង់បានពីបេះដូងមែនឬក៏ជាអ្វីដែលអ្នកដទៃប្រាប់ឯងថាគួរតែចង់បាននោះប្រាក់ខែ50000តំណែងអនុប្រធានសាលាធម្មអភិជនប៉ុន្តែមានរបស់ខ្លះចំណាយលុយប៉ុន្មានក៏ទិញមិនបានដែរអ្វីដែលកូនត្រូវការគឺអ្នកដែលអាចបង្ហោះខ្លែងជាមួយគេជាប៉ាដែលបង្រៀនគេឲ្យចេះធ្វើជាមនុស្សល្អប៉ុន្តែពុកខ្ញុំមិនចង់ឲ្យសៀវប៉ាវចាញ់គេតាំងពីចំណុចចាប់ផ្ដើមទេខ្ញុំចង់ផ្ដល់អ្វីដែលល្អបំផុតឲ្យគេអ្វីទៅដែលថាល្អបំផុតនោះឯងគិតថាចាយលុយច្រើនគឺល្អបំផុតមែនទេឯងគិតថាសាលាអភិជនគឺជាការអប់រំដ៏ល្អបំផុតមែនទេជឿហៅឯងខុសស្រឡះហើយការអប់រំដ៏ល្អបំផុតគឺបង្រៀនគេឲ្យស្គាល់ខុសត្រូវធ្វើជាមនុស្សទៀងត្រង់មើលទម្រង់ឯងពេលនេះទៅលុតជង្គង់នៅទីនេះអង្វរឲ្យពុកលោកឧត្តមគតដើម្បីតោងទាមខ្សែរយៈគេតែឯងចង់ធ្វើជាគំរូអីដល់សៀវប៉ាវទៅឯងចង់ឲ្យថ្ងៃមុខគេរៀនលុតជង្គង់សុំទានគេស៊ីដូចឯងមែនទេគម្រោងមួយនេះខ្ញុំត្រូវតែយកឲ្យបានតែចាស់ឆិនអ៊ីមៀនគឺពិតជាក្បាលរឹងគំនិតចាស់កំរើមែនក្រាញ់នាវតែនៅហាងមីកញ្ចាស់នឹងអួតខ្លួនឯងបំផ្លាញខ្សែរយៈល្អចោលទេរឿងគ្រប់យ៉ាងត្រូវតែស្ដាប់តាមខ្ញុំស្អីគេគ្រួសារសុខសាន្តភាពសាមញ្ញគឺជាពរជ័យសុទ្ធតែជាសម្ដីរបស់មនុស្សអត់បានការជាពាក្យលួងលោមខ្លួនឯងរបស់មនុស្សគ្មានសមត្ថភាពប៉ុណ្ណោះខ្ញុំត្រូវតែនៅផ្ទះធំជិះឡានទំនើបចូលក្នុងសង្គមជាន់ខ្ពស់ចាំតែគម្រោងនេះជោគជ័យខ្ញុំនឹងរើបំរះចេញពីជីវិតដ៏ថោកទាបនេះឲ្យបានអ្នកណានៅខ្វល់ទៀតឲ្យទៅនៅយាមចង្ក្រានរបស់គាត់ហើយវិលវល់តែជាមួយក្មេងនេះទៀតនោះដល់ពេលនោះខ្ញុំនឹងថ្កុំថ្កើងរុងរឿងចំណែកពួកគេនៅតែយាមហាងមីកញ្ចាស់នឹងសំតែក៏អញ្ចឹងហើយទេមិនអាចទេនាងធ្លាប់និយាយច្បាស់ណាស់ថាអ្វីគ្រប់យ៉ាងគឺដើម្បីខ្ញុំនិងសៀវប៉ាវដើម្បីគ្រួសារមួយនេះហើយជាប្រពន្ធដែលឯងថ្នាក់ថ្នមចាត់ទុកដូចជាក្របពេជ្រនោះឯងមើលងាយការតស៊ូរបស់ពុកស្អប់ខ្ពើមជីវិតសាមញ្ញថែមទាំងចង់យកភាពសុខសាន្តរបស់គ្រួសារទៅបដូរនឹងភាពលោភលន់របស់នាងទៀតខ្ញុំពិតជាវង្វេងមែនខ្ញុំល្ងងពេកហើយឈប់សិនការឆេវឆាវដោះស្រាយបញ្ហាអ្វីមិនបានទេឯងធ្វើតាមតែអារម្មណ៍មួយឆាវបំផ្លាញខ្លួនឯងអ្នកដែលវេទនាគឺសៀវប៉ាវដែលនៅតូចនេះទេពេលនេះឯងរត់ទៅរកនាងក៏បានត្រឹមតែឆ្លោះប្រកែកគ្នារករឿងគ្នាប៉ុណ្ណោះនាងត្រឡប់ទៅផ្ទះម្ដាយនាងវិញចុះសៀវប៉ាវគិតយ៉ាងម៉េចអ្នកណាទៅទទួលគេពីសាលាអ្នកណាធ្វើម្ហូបឲ្យគេញ៉ាំអ្នកណាជាអ្នកប្រាប់គេថាប៉ាទៅណាត្រូវស្ងប់ស្មារតីសិនស្ងប់ស្មារតីហើយទើបអាចគិតបានច្បាស់លាស់សំណួរទី1តើនាងចាប់ផ្ដើមប្រែប្រួលតាំងពីពេលណាមក
ប្រហែលជាក្រោយពេលស៊ីវប៉ាវកាត់មកនាងបានដូរការងារចូលធ្វើជាអ្នកលក់ក្នុងក្រុមហ៊ុនអចលនទ្រព្យមួយនៅជុំវិញខ្លួនសុទ្ធតែអ្នកមាននាងចាប់ផ្ដើមស្អប់ខ្ញុំដែលគ្មានសមត្ថភាពរអ៊ូថាកន្លែងយើងរស់នៅមិនសូវល្អដើម្បីឲ្យនាងសប្បាយចិត្តខ្ញុំខំធ្វើការថែមម៉ោងស្ទើរដាច់ខ្យល់ក្រោយមកក៏បដូរការងារខ្ចីលុយធនាគារបដូរផ្ទះនឹងឡានតែនាងនៅតែមិនពេញចិត្តពុកខ្ញុំយល់ហើយប៉ុន្មានឆ្នាំមកនេះខ្ញុំចេះតែរត់តាមរបស់ដែលនាងចង់បានតែភ្លេចងាកក្រោយមកមើលថាអ្វីទៅជារឿងដែលសំខាន់ពិតប្រាកដខ្ញុំភ្លេចថាពុកនៅយាមហាងមីម្នាក់ឯងលំបាកយ៉ាងណាភ្លេចថាអ្វីដែលស៊ីវប៉ាវត្រូវការគឺគ្រួសារដ៏កក់ក្ដៅមួយយកភស្តុតាងសម្លេងថតនេះទៅនិយាយជាមួយនាងឲ្យស្រួលបួលរក្សាគោលជំហររបស់ឯងឲ្យជាប់រក្សាសុភមង្គលឲ្យកូនរស់នៅដោយសាមញ្ញនិងស្មោះត្រង់ទៅពុកខ្ញុំខុសហើយខ្ញុំពិតជាខុសទាំងស្រុងមែនដឹងថាខ្លួនឯងខុសគឺជាការចាប់ផ្ដើមដ៏ត្រឹមត្រូវមនុស្សយើងមួយជីវិតនេះវង្វេងផ្លូវមិនគួរឲ្យខ្លាចទេតែគួរឲ្យខ្លាចគឺមិនព្រមងាកក្រោយវិញឯងអាចភ្ញាក់រលឹកគឺមិនទាន់ហួសពេលទេផឹកទៅអូថ្ងៃក្រោយខ្ញុំនៅអាចមកហាងមីបានទៀតទេឯងជាកូនពុកទីនេះតែងតែជាផ្ទះរបស់ឯងប៉ុន្តែឯងត្រូវចាំចាប់ពីថ្ងៃនេះទៅពេលឯងដើរចូលទ្វារមួយនេះមិនមែនដើម្បីអង្វរពុកឲ្យជួយឯងដើរផ្លូវកាត់ទេតែត្រូវរៀនធ្វើជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរម្នាក់ខ្ញុំចាំហើយទៅចុះត្រឡប់ទៅវិញគិតឲ្យច្បាស់ថាត្រូវនិយាយជាមួយនាងបែបណាមិនថាលទ្ធផលទៅជាយ៉ាងណាត្រូវទុកស៊ីវប៉ាវជាអាទិភាពទី1លោកតានឹកលោកតាទេនឹកលោកតាប៉ាម៉ាក់ឆ្លោះគ្នាហើយម៉ាក់ថាត្រូវទៅនៅផ្ទះយាយប៉ុន្មានថ្ងៃប៉ុន្តែប៉ាថាមិនអីទេប្រាប់ចៅកុំឲ្យបារម្ភពុកខ្ញុំបាននិយាយគ្នាហើយសំឡេងថតនោះនាងបានស្ដាប់ហើយដំបូងឡើយនាងមិនព្រមសារភាពទេក្រោយមកក៏ស្ងាត់មាត់អស់យ៉ាងយូរចុងក្រោយនាងថាត្រូវការពេលវេលាដើម្បីគិតសិនស៊ីវប៉ាវក្មេងល្អតានឹងធ្វើមីមួយចានឲ្យចេះញ៉ាំល្អទេមីរបស់លោកតាឆ្ងាញ់ជាងគេបើឆ្ងាញ់ត្រូវឧស្សាហ៍មកលេងតានឹងធ្វើឲ្យចេះញ៉ាំរាល់ថ្ងៃពុកប៉ុន្មានថ្ងៃនេះខ្ញុំគិតបានច្រើនណាស់ពាក្យសម្ដីដែលពុកនិយាយយប់នោះគ្រប់ម៉ាត់ទាំងអស់ខ្ញុំបានយកមកគិតចុះគិតឡើងអស់ហើយខ្ញុំគិតថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើការដោយស្មោះត្រង់ចំណែកខាងឈៀនវិញទោះចុងក្រោយនាងជ្រើសរើសយ៉ាងណាក៏ខ្ញុំគោរពតាមការសម្រេចចិត្តនាងដែរបើនាងព្រមកែប្រែខ្លួនព្រមរស់នៅតាមបែបសាមញ្ញខ្ញុំអាចបំភ្លេចរឿងចាស់ចោលទាំងអស់បើនាងមិនព្រមខ្ញុំក៏មិនបង្ខំដែរឲ្យតែនាងបង់ប្រាក់អាហារកិច្ចរបស់ស៊ីវប៉ាវឲ្យបានទៀងទាត់គឺបានហើយមិនចាំបាច់រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃទេឯងគ្រាន់តែបំពេញតួនាទីខ្លួនឯងឲ្យល្អរស់នៅឲ្យបានល្អគិតច្បាស់ហើយប៉ុន្តែអ្វីដែលច្រើនជាងនោះគឺអារម្មណ៍ធូរស្រាលពុកនិយាយទៅពុកប្រហែលជាមិនជឿទេយប់នោះក្រោយពីត្រឡប់ពីហាងមីវិញគឺជាយប់ដែលខ្ញុំគេងលក់ស្រួលបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះចូលមកញ៉ាំអីហើយឬនៅទេញ៉ាំសិនចាំនិយាយគ្នាលោកប៉ាខ្ញុំដឹងថាខ្ញុំគ្មានសិទ្ធិហៅប៉ាបែបនេះទៀតទេប៉ុន្តែញ៉ាំមីសិនទៅរឿងធំប៉ុនមេឃស៊ីឆ្អែតសិនចាំនិយាយតែញ៉ាំទៅមានរសជាតិយ៉ាងម៉េចដែរឈ្ងុយណាស់សាមិញស្អាតបាតគ្មានគ្រឿងផ្សំអីច្រើនស្មុគស្មាញទេគឺជារសជាតិដើមរបស់គ្រឿងផ្សំតែម្ដងជារសជាតិដ៏បរិសុទ្ធការរស់នៅក៏ដូចគ្នាដែរថ្ងៃដែលល្អបំផុតមិនមែនជាការរត់ប្រជែងគ្នាទេមិនមែនជាការប្រៀបធៀបគិតគូរនោះទេប៉ុន្តែគឺការរស់នៅដោយបរិសុទ្ធនិងស្មោះត្រង់រសជាតិនៃជីវិតគឺសេចក្តីសុខសាមញ្ញខ្លួនខ្ញុំផ្ទាល់ក៏មិនហ៊ាននឹកស្រមៃវិញដែរថាពាក្យសម្ដីទាំងនោះចេញពីមាត់ខ្ញុំបានយ៉ាងម៉េចពេលនោះខ្ញុំហាក់ដូចជាត្រូវខ្មោចចូលអញ្ចឹងក្នុងភ្នែកឃើញតែគម្រោងនិងខ្សែរយៈលោកប៉ាខ្ញុំពិតជាដឹងខុសហើយគ្រាន់តែសូមឲ្យប៉ាអនុញ្ញាតឲ្យខ្ញុំមកមើលសៀវប៉ាទោះបីត្រឹមតែមើលគេពីចម្ងាយក៏ដោយឥឡូវនាងរស់នៅណាខ្ញុំជួលបន្ទប់មួយនៅក្បែរក្រុមហ៊ុនមិនធំទេតែនៅជិតសាលារបស់សៀវប៉ាខ្ញុំចង់ប៉ះប៉ូវកំហុសបន្សល់ទុកត្រឹមតែថ្ងៃរស់នៅដ៏សាមញ្ញគឺស្នាមញញឹមដ៏ស្រស់ស្រាយរបស់សៀវប៉ាគឺជាបរិយាកាសដ៏កក់ក្ដៅក្នុងហាងមីមួយនេះកាលពីមុនហេតុអីខ្ញុំគិតថារបស់ទាំងនេះជាការអត់បានការទៅវិញពេលនេះខ្ញុំទើបនឹកឃើញរូបគំនូររបស់សៀវប៉ាវមិនដែលគូររូបផ្ទះធំទេ
គូតែរូបប៉ារូបគេនិងរូបលោកតាព្រមទាំងដើមឈើវិកមួយនេះតាមពិតអ្វីដែលក្មេងត្រូវការមិនមែនជារបស់ដែលខ្ញុំប្រឹងប្រែងដេញតាមនោះទេម៉ាក់សៀវប៉ាវម៉ាក់ត្រឡប់មកវិញហើយពីមុនម៉ាក់ធ្វើខុសច្រើនណាស់កូនអាចអភ័យទោសឲ្យម៉ាក់កុំទៅចោលកូនទៀតណាកូននឹកម៉ាក់ណាស់កូននឹងធ្វើជាក្មេងល្អកូនមិនធ្វើឲ្យម៉ាក់ខឹងទៀតទេសុំទោសកូនសម្លាញ់គឺម៉ាក់មិនល្អទេម៉ាក់ខុសហើយនិយាយគ្នាឲ្យស្រួលបួលទៅដើម្បីសៀវប៉ាវនិងដើម្បីខ្លួនឯងផងសៀវប៉ាវត្រូវការម៉ាក់ដែលស្រឡាញ់គេនិងមើលថែគេធំធាត់ពិតប្រាកដជឿហៅខ្ញុំសុំទោសខ្ញុំបានធ្វើបាបលោកហើយក៏បំផ្លាញគ្រួសារមួយនេះដែរម៉ាក់ញ៉ាំមេហើយឬនៅមេរបស់លោកតាឆ្ងាញ់ណាស់កូនញ៉ាំអស់មួយចានធំរាល់ដងញ៉ាំហើយលោកតាធ្វើមេមួយចានឲ្យម៉ាក់ហើយគឺជាមេដែលឆ្ងាញ់បំផុតដែលម៉ាក់ធ្លាប់ញ៉ាំលោកប៉ាខ្ញុំដឹងថាកាលពីមុនខ្ញុំធ្វើឲ្យប៉ាខកចិត្តខ្ញុំមិនសុំឲ្យប៉ាអភ័យទោសឲ្យខ្ញុំភ្លាមទេប៉ុន្តែខ្ញុំចង់ចាប់ផ្ដើមសារជាថ្មីខ្ញុំចង់រៀនធ្វើជាមនុស្សដែលមានចិត្តស្មោះត្រង់ធ្វើជាម្ដាយម្នាក់ធ្វើជាសមាជិកគ្រួសារដែលចេះដឹងគុណតើប៉ាអាចផ្ដល់ឱកាសនេះឲ្យខ្ញុំបានទេមនុស្សមិនមែនជាព្រះអ្នកណាមិនដែលខុសសំខាន់គឺថានាងពិតជាយល់ច្បាស់ហើយឬនៅខ្ញុំយល់ហើយសុភមង្គលពិតប្រាកដមិនមែនមានរបស់ច្រើនប៉ុណ្ណានោះទេតែត្រង់ថាយើងចេះឲ្យតម្លៃប៉ុណ្ណារឿងអស់ទាំងនេះខ្ញុំចំណាយពេលយ៉ាងយូរទើបអាចយល់បានហើយត្រូវបដូរនឹងការស្ទើរតែបំផ្លាញគ្រួសារមួយនេះប៉ុន្តែពេលនេះខ្ញុំពិតជាយល់ហើយជឿហៅអង្គុយចុះញ៉ាំមីទៅហា